នេះគឺជាលើកទី3ដែលនាងខ្ញុំបានបង្ហាញរបៀបធ្វើនំប៉័ងទឹក300មីលីលីត្រមេនំប៉័ង2ស្លាបព្រាកាហ្វេស្ករ2ស្លាបព្រាបាយកំប៉ុងអំបិលបន្តិចដាក់ចូលគ្នាកូរឲ្យសព្វរហូតដល់តែមេនំប៉័ងនិងស្កររលាយអស់បន្ទាប់មកថែមម្សៅមីកន្លះគីឡូនិងពងមាន់1គ្រាប់យកស្លាបព្រាកូររហូតដល់តែម្សៅមីទឹកពងមាន់រលាយចូលគ្នាคล้ายជាល្បាយតែមួយបន្ទាប់មកវារាងរឹងបន្តិចហើយយកដៃញីទៅញីមករហូតដល់តែម្សៅនំប៉័ងរលោងល្អហើយយកថង់ក្របពីលើទុករយៈពេល15នាទីទុកម្សៅមួយអន្លើងាកមកដាក់សាច់ជ្រូកចិញ្ច្រាំបែកគួរខ្ទឹមក្រហមស្លឹកខ្ទឹមខ្ទឹមសបន្តិចហើយដាក់ម្រេចអំបិលស្ករនិងទឹកប្រេងខ្យងលាយវារហូតដល់តែចូលជាតិគ្នាល្អរួចជាការស្រេចឥឡូវងាកមកយកម្សៅនំប៉័ងដាក់លើក្តារហើយញីវាកាត់ដើម្បីលុញឲ្យសំប៉ែតហើយយកទៅខ្ចប់ជាមួយសាច់ការលុញម្សៅនំប៉័ងនេះគឺត្រូវតែប្រុងប្រយ័ត្នគឺយើងត្រូវទុកចំណុចកណ្ដាលឲ្យនៅរាងក្រាស់ប៉ោងព្រោះនៅពេលដែលយើងខ្ចប់ជាមួយសាច់គឺវាឥតធ្លាយបាតទេឥឡូវដល់ពេលខ្ចប់នំប៉័ងហើយវិធីសាស្ត្រខ្ចប់នំប៉័ងរបស់នាងខ្ញុំគឺខ្ចប់បែបនេះសម្រាប់បងប្អូនមានវិធីសាស្ត្រផ្សេងដើម្បីទាញច្នៃធ្វើជាម៉ូតផ្សេងក៏បានដែរដល់ពេលយកទៅចំហុយទឹកត្រូវតែកំពុងពុះល្អហើយចំហុយរយៈពេល15នាទីទៅ20នាទីគឺឆ្អិនល្អហើយឥឡូវនំប៉័ងរបស់នាងខ្ញុំឆ្អិនរួចរាល់អស់ហើយនំប៉័ងដែលល្អនៅពេលដែលយើងទាញសំបកមកគឺវាដោយសំបកស្ដើងមកបែបនេះហើយនំប៉័ងគឺមានសភាពទន់ល្មើយល្អមែនទែនសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់